បាទគោរពជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំមកដល់បងប្អូនមើលខ្យងវាពងអាស៊ីចំណៃបងប្អូនគឺខ្ញុំមកដាក់ចំណៃនេះទេខ្ញុំមកដាក់បន្លែដាក់ស្ពៃដាក់អីទេដោយសារតែវាស៊ីចោស៊ីសំទោសបងប្អូនវាស៊ីសារាយដោយសារខាងខ្ញុំនៅតាមបឹងតាមស្រែហ្នឹងវាសម្បូរសារាយអញ្ចឹងខ្ញុំដាក់អញ្ចឹងវាស៊ីតែ2ថ្ងៃអស់អានោះស៊ីអស់នេះអញ្ចឹងស៊ីអស់យើងដាក់ថ្មីវារាល់ថ្ងៃមកអញ្ចឹងយើងមិនពិបាកក្នុងការដាក់ចំណីទេប៉ុន្តែបើសិនជាបងប្អូនត្រូវការដាក់ចំណីបន្ថែមយើងអាចដាក់បានវាអត់មានបញ្ហាទេគាត់ថានៅក្នុងអាងរបស់ខ្ញុំនេះវាមានបកងនៅក្នុងនេះដែរបងប្អូនពេលអញ្ចឹងខ្ញុំដាក់បន្លែដាក់អីទៅវាអាចខ្លាចប៉ះពាល់ដល់បកងដោយសារតែតកួននេះហ្នឹងយើងដាក់ទៅវាខ្លាចបញ្ហាដល់បកងអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំដាក់តែសារាយនេះទៅហើយដោយសារតែខ្ញុំខាងនេះខ្ញុំដាក់ប្រើតែមេបាពូជទេសម្រាប់ទៅយកពងយកទៅដាក់នៅក្នុងអាងផ្សេងមួយទៀតចឹងបងប្អូនអានេះបងប្អូនមើលពងគឺមានច្រើនមែនតើគឺពងតាមកផ្លោកតាមតង់តាមអីហ្នឹងបងប្អូនអានេះខ្ញុំបេះអស់ច្រើនណាស់មិញសិតទៅស្នាមទៅបេះមិញខ្ញុំបេះយកទៅប្រកាប់នៅអាងផ្សេងចឹងបងប្អូនដោយសារតែបើយើងដាក់ចូលនៅជាមួយគ្នាពេលដែលវាញាំមកវាអាចទាំងមេវាស៊ីចឹងបងប្អូនខ្ញុំដាក់ទៅផ្សេងចឹងនេះបងគឺមានច្រើនមែនតើគឺមានរាល់ថ្ងៃបងប្អូនហើយបច្ចៈដល់ហ្នឹងខ្ញុំទិញពូជគេមកហ្នឹងគឺរៀងតូចដែរតែប៉ុន្តែដល់ពេលយើងដាក់សារាយដាក់អីចឹងទៅវាស៊ីទៅវាធំធាត់លឿនបងប្អូនធំលឿនឥឡូវប៉ុនកដៃហើយមានពូជខ្លះហើយចឹងឲ្យបងប្អូនមកមើលកន្លែងតែយើងដាក់ភ្ញាស់ពងវាទាំងអស់គ្នានេះខ្ញុំប្រើអាងផ្សេងបងប្អូនដោយសារតែយើងដាក់ជាមួយគ្នាទៅអានេះខ្ញុំរៀនពី YouTube ពីបងប្អូនយើងដែរមកទេអត់មានគ្រូណាបរៀនទេគាត់ថាយើងមើលតាម YouTube មើលអីចឹងណាបងប្អូនអានេះយើងដាក់ភ្ញាស់ដូចគេចឹងមកភ្ញាស់ដូចខ្ញុំចឹងប៉ុន្តែយើងត្រូវការបាំងពេលដែលថ្ងៃដល់ពេលដែលនេះចឹងយើងអត់នៅយើងបាំងទៅបងប្អូនខ្ញុំប្រើឆ្នៃនេះជាឆ្នៃឲ្យបានឆ្នៃចឹងទៅគឺវាអត់ត្រូវភ្លៀងធ្វើអីទេនឹងពងវាអត់ខូចទេបងប្អូនហើយដល់ពេលយើងធ្វើចឹងមកពងរបស់វាកូនរបស់វាមកវាល្អបងប្អូនហើយវាញាស់បានទាំងអស់បងប្អូនមើលអ្នកបងប្អូនទៅមើលអ្នកបងប្អូនច្រើនមែនតើនេះមើលកូនរបស់វាច្រើនបងប្អូនដល់ពេញនឹងទាំងអស់ហ្មងចឹងបើសិនជាសរុបមកនឹងជាប្រមាណក្បាលទេបងប្អូនហើយខ្ញុំនឹងត្រៀមរៀបចំធ្វើអាងបន្ថែមទៀតប្រហែលជាមួយឬក៏2អាងទៀតសម្រាប់ដាក់កូនដែលវាធំមកយើងត្រូវចិញ្ចឹមយកសាច់ចឹងបងប្អូននេះយើងគ្រាន់តែចិញ្ចឹមសាកល្បងដើម្បីចង់ដឹងថាយើងបង្កាត់បានឬអត់ចឹងណានេះយើងបង្កាត់បានជោគជ័យហើយអញ្ចឹងយើងនៅត្រៀមតែបង្កើតអាងបន្ថែមទៀតចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូកុំភ្លេចជួយ like និង comment ម្នាក់មួយផងអរគុណ